con bạn tập bấm mến đi bộបន្ទាប់ពីដាំដុះនឹងថែទាំរយៈបន្លែយើងក៏ដល់ពេលត្រូវប្រមូលផលហើយបងប្អូនហើយនេះគឺជាបេសកកម្មរបស់បងប្អូនដែលគាត់ត្រូវលក់បន្លែដែលជាស្នាដៃរបស់ពួកគាត់ទៅលើទីផ្សារហើយចៃដន្យដែរដែលមន្ទីរពាណិជ្ជកម្មរៀបចំកម្មវិធីពិព័រណ៍កសិផលខ្មែរស្របពេលដែលបន្លែរបស់យើងដល់ពេលត្រូវប្រមូលផលល្មមបងប្អូនឥឡូវនេះពួកគាត់កំពុងតែប្រមូលផលដើម្បីយកទៅដាក់តាំងនៅមុខមន្ទីរពាណិជ្ជកម្មផ្ទាល់តែម្ដងហើយបើងាកមកបន្លែរបស់យើងវិញកំពុងតែខ្ចីលវក់ស្រួយខ្ញោកបងប្អូនហើយរសជាតិល្អមែនទែនថ្មីស្រស់បែបនេះបើបងប្អូនត្រូវការកុំភ្លេចទៅជួយគាំទ្របងប្អូនផងបាទដែលគាត់កំពុងតែដាក់តាំងលក់នៅមុខមន្ទីរពាណិជ្ជកម្មផ្ទាល់តែម្ដងមែនទែនទៅបន្លែរបស់យើងមិនទាន់ដល់ថ្ងៃប្រមូលផលពេញលេញទេបងប្អូនប៉ុន្តែដោយសារដល់ថ្ងៃពិព័រណ៍ហើយក៏ត្រូវកាត់អញ្ចឹងបងប្អូនញ៉ាំទៅធានាថាស្រួយខ្ញោកហើយខ្ចីលវក់តែម្ដងបាទហើយបងប្អូនកំពុងតែប្រមូលផលយ៉ាងប្រយ័ត្នប្រយែងមែនទែនបាទព្រោះបើដៃធ្ងន់តិចគឺខ្ទេចតែម្ដងបន្លែហ្នឹងបាទចំណែកសណ្តែកគួរនេះក៏ត្រូវប្រមូលផលដើម្បីយកទៅលក់ព្រមគ្នាផងដែរហើយកំពុងតែផ្លែស្អីឆ្កាស់មែនទែនប៉ុន្តែគួរឲ្យស្ដាយតែស្លឹកវាកំពុងតែធ្វើបត់បំផ្លាញដោយតកៅផែនទីបាទតែយើងអត់ហ៊ានបាញ់ថ្នាំសត្វល្អិតអីទេបងប្អូនដើម្បីសុវត្ថិភាពបងប្អូនអ្នកពិសាអញ្ចឹងណាបន្ទាប់ពីប្រមូលផលរួចក៏ត្រូវយកមកលាងសម្អាតជំរះធលីដីផ្សេងៗឲ្យបានស្អាតហើយខ្ញុំតែងតែរំលឹកគាត់ថាកូនត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតទៅលើសុវត្ថិភាពនិងអនាម័យដល់អ្នកហូបចុកហើយសូមបញ្ជាក់បងប្អូនដែរថាសកម្មភាពប្រមូលផលអស់ទាំងហ្នឹងគឺសកម្មភាពម្សិលមិញថ្ងៃទី13ខែ2 2025ហ្នឹងឯងបាទដែលពួកគាត់ត្រូវដាក់តាំងថ្ងៃដំបូងនៅមុខមន្ទីរពាណិជ្ជកម្មហើយថ្ងៃនេះក៏ត្រូវដាក់តាំងពិព័រណ៍ដូចគ្នាបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់បានជាវទេសូមមកជួយគាំទ្រថ្ងៃនេះផងបាទណាមួយថ្ងៃនេះជាថ្ងៃ14កុម្ភៈដែលជាទិវានៃក្តីស្រឡាញ់អញ្ចឹងសូមផ្ដល់ក្តីស្រឡាញ់ដល់កូនសិស្សខ្ញុំផងតាមរយៈការជួយទិញផលិតផលរបស់ពួកគាត់ផងបាទហើយចំណូលដែលបានពីការលក់នេះក៏មិនបានមកខ្ញុំឬក៏បានទៅបុគ្គលណាដែរបាទគឺទុកជាទុនសម្រាប់ដឹកនាំគាត់អនុវត្តជាបន្តបន្ទាប់អញ្ចឹងបងប្អូនដើម្បីពួកគាត់ទទួលបានមេរៀននៃបំណិនកសិកម្មអស់ទាំងនេះហើយការដឹកនាំការលក់នោះក៏ជាបំណិនមួយដែរហៅថាបំណិនរកចំណូលដែលបងប្អូនគួរតែកសាងសមត្ថភាពនឹងដើម្បីខ្លួនឯងកាន់តែមានភាពក្លាហានឃ្លាវខ្លារស់រាយតាក់និងចេះយល់ពីចិត្តភ្ញៀវងាកមកសកម្មភាពលក់របស់បងប្អូនវិញគឺថាគ្រាន់តែដាក់ភ្លាមគឺមានបងប្អូនមកជួយគាំទ្រច្រើនមែនទែនអត់មានអីទេខែពីអរគុណដល់បងប្អូនទាំងអស់គ្នាដែលជួយគាំទ្រដល់កសិផលរបស់បងប្អូនដែលគាត់បានខំប្រឹងដាំនេះបាទអរគុណច្រើនកូនអរគុណបាទអូខេឥឡូវយើងរាប់លុយเนาะបានប្រហែលបាទ10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 166 167
bán đấy còn bán ơi đập buôn mơn ai cũ bán pi mơn pram tiếp đập mơ tí bột ram và chắc mà là nghe đấy dân bán đập bầm mơn pi mơn pram cho đấy đấm ở đây bằng nâu lại bọn nâu lạiต่อแล้วไปสกัดกรรมเยอะกว่าเธอบานไปจบเนาะvà chẳng dân tập theo con chờ bye bye